ពី 64G ប្រែទៅជា 512G បាទជម្រាបសួរស្ដីបងប្អូនអរគ្នាបាទជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទផាន់នីជាបន្តទៀតបាទនៅក្នុងដៃខ្ញុំនេះគឺជា iPhone X Max ដែលមានទំហំផ្ទុកទូចបាទ 64G ហើយអតិថិជនគាត់ចង់ដំឡើងទៅ 512G បាទដោយសារគាត់មានតម្រូវការចង់ដាក់ឯកសារបានច្រើនបាទអញ្ចឹងមុននឹងយើងទៅធ្វើគឺយើងត្រូវមាន hard disk ថ្មីមួយគ្រាប់បាទដែលជាបាទ hard disk ទំហំផ្ទុកធំ 512G បាទនេះគឺយើងមើល capacity វាគឺ 512G ហើយមុននឹងយើងយកទៅដំឡើងលើម៉ាស៊ីនមិញហ្នឹងគឺយើងត្រូវ copy serial ចេញពីក្នុងអាចាស់ដើម្បីយកមកដាក់ចូលក្នុងhard disk ថ្មីដែលមានទំហំធំនេះហើយបាទអញ្ចឹងបន្ទាប់ពីយើង copy ហើយគឺយើងត្រូវយកបាទដោះម៉ាស៊ីនចេញហើយយើងច្រកគ្រឿងបាទរបស់គាត់ឲ្យបានត្រឹមត្រូវបែបនេះតោះមកយើងយកម៉ាស៊ីនបាទយកចេញមកដើម្បីត្រៀមយកទៅស្វានhard disk 64G ហ្នឹងចេញបាទស្វានវាចោលដោយសារតែយើងអត់ត្រូវការវាទេបាទ 64G ទូចពេកអញ្ចឹងកន្លែងនេះគឺយើងស្វានចោលhard disk ដែលមានទំហំ 64G ហ្នឹងបាទគឺយើងធ្វើការស្វានបែបនេះมันមានផលប៉ះពាល់ដល់ board ទេបាទការទម្លាក់អីការប្រើអីក៏វាល្អបាទក្នុងការប្រើប្រាស់ដែរបាទអញ្ចឹងយើងមិនបាច់ចាំពុះ board ពុះអីទេបាទយើងស្វានបែបនេះហើយបន្ទាប់ពីយើងស្វានបានស្អាតហើយគឺយើងត្រូវបាទមើលប្រឌិតមើលទៅបាទជូតសម្អាតអីចឹងទៅនេះការដែលស្វានហើយគឺចេះឯងបាទជូតសម្អាតហើយបន្ទាប់មកយើងយកវាមកសម្អាតបាទសម្អាតបាតដើម្បីត្រៀមទម្លាក់hard disk ទំហំ 512G ដែលយើងបាន write serial របស់hard disk ដើមបាទចូលរួចរាល់ហើយនោះគឺកន្លែងនេះគឺយើងត្រូវសម្អាតបាទលាយសំណបាទ138ដើម្បីឲ្យជើងវាជ្រាយជាងមុនសម្រាប់ការសម្អាតយើងងាយស្រួលក្នុងការសម្អាតមិនធ្វើឲ្យតាក់ជើងបាទអញ្ចឹងយើងលាយសំណបែបនេះមកហើយបន្ទាប់មកយើងត្រូវយកលួសបឺតហ្នឹងគឺយើងយកមកបាទបឺតវាឲ្យដាច់ក្បាលស្មើដល់ board ងាយស្រួលក្នុងការសម្អាតការមិនតាក់មកវាអត់តាក់ជើងដាច់បាទធ្វើឲ្យដាច់ជើងដាច់អីទេបាទកន្លែងនេះគឺយើងសម្អាតចឹងមកជូតឲ្យស្អាតហើយដំណាក់កាលបន្ទាប់នេះគឺយើងត្រូវយកកាបិតបាទកាបិតលេខ11បាទកន្លែងនេះកាបិតលេខ11គឺខ្ញុំត្រូវផ្លុំឲ្យខ្ញុំកោសតិចថាចឹងមកបាទពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងកវីកវត្តចឹងទៅបាទកវីកវត្តរហូតតតែស្មើស្អាតហើយយើងសម្អាតវាឲ្យស្អាតទៅបាទសម្អាតហើយពិនិត្យមើលឆ្វេងមើលស្ដាំបាទកន្លែងណាដែលមានសល់កាវអីគឺយើងត្រូវសម្អាតវាឲ្យគៀនអីកុំឲ្យពេលដែលយើងតម្លាក់hard diskទំហំ 512G ថ្មីហ្នឹងទៅធ្វើឲ្យវាមានផលបាទប៉ះពាល់ដូចជាកលកែងកលអីចឹងទៅវាអត់ដុតជើងល្អទេបាទកន្លែងនេះយើងសម្អាតកាវហើយយើងត្រូវបឺតវាមួយសាទៀតដើម្បីឲ្យចេញលទ្ធផលសម្រេចថាជើងនេះគឺស្អាតហើយយើងអាចតម្លាក់hard disk ថ្មីចូលបានអញ្ចឹងយើងសម្អាត2ដងបាទហើយអូទៅអូមកចឹងមកជូតសម្អាតឲ្យស្អាតឃើញថាវាស្មើស្អាតហើយយើងនឹងទម្លាក់ hard disk ចូលទៅបាទអញ្ចឹងកន្លែងនេះបាទស្អាតចឹងហើយបាទហើយកន្លែងទម្លាក់ hard disk នេះគឺខ្ញុំអត់បានដាក់ចូលទេដោយសារតែវាយូរពេកបាទវីដេអូនេះខ្ញុំកាត់ចោលទៅអញ្ចឹងខ្ញុំមកធ្វើការ restore បាទ restore ជាមួយ version iOS 18.4 បាទ version ថ្មីចុងក្រោយនេះអញ្ចឹងយើងrestore វាជាមួយ Sri Tool ក៏បាន iTunes ក៏បានបាទតែក្នុងវីដេអូនេះខ្ញុំធ្វើតាម Sri Tool តមកយើងរងចាំបន្តិចទៅបាទរឿងយូរដែរហើយខ្ញុំក៏កាត់ចោលខ្លះដែរវីដេអូកន្លែងនេះបាទដោយសារវាយូរពេកអញ្ចឹងរងចាំរហូតតតែ restore ចប់បាទ restore ចប់វានឹងធ្វើការ activate ជាមួយserver ហើយយើងអាចប្រើបានហើយអញ្ចឹងកន្លែងការដែលធ្វើដំឡើងបាទនេះកន្លែងនេះគឺ congratulation បាទគឺថា restore រួចហើយអញ្ចឹងយើងមើលការ active បាទកន្លែងនេះគឺ active រួចរាល់ហើយដែរបាទអញ្ចឹងទំហំទុកយើងគឺឃើញថាឡើងមក 512G រួចហើយបាទអញ្ចឹងនេះលទ្ធផលសម្រេចគឺរួចរាល់ហើយបាទ 512G បាទជូនតាមសំណុំពរបាទអតិថិជនគាត់ចង់ដាក់រូបថតបានច្រើនបាទវីដេអូច្រើនគឺគាត់ត្រូវដំឡើងទំហំឲ្យធំដូចក្នុងវីដេអូនេះអញ្ចឹងបាទសូមអរគុណបាទបងប្អូនមានតម្រូវការសូមតាក់ទងមកបានបាទផាន់លីសេវាកម្មជួសជុលទូរស័ព្ទបាទសូមអរគុណសូមជម្រាបលា